មិនភ្លៀងត្រជាក់បានញ៉ាំជាមួយនឹងមុខម្ហូបមួយមុខនេះដឹងតែជាតិហ្មងជាពិសេសបើសិនជាបានញ៉ាំជុំគ្រួសារទៀតកាន់តែឆ្ងាញ់ហ្មងហើយគ្រឿងផ្សំរបស់យើងគឺអត់មានអីច្រើនទេមានតែគល់ក្រៃរំដេងល្មៀតខូចសាច់ខ្ទឹមសខ្ជាយបុកលាយចូលគ្នាអញ្ចឹងណាបើសិនជាបងធ្វើការចង់ហឹលអាចដាក់ម្ទេសតាមនឹងបានសម្រាប់ខ្ញុំដាក់តែមួយគ្រាប់ទេព្រោះខ្ញុំគិតថាមានអ្នកខ្លះចូលចិត្តហឹលអ្នកខ្លះចូលចិត្តហឹលអញ្ចឹងនៅក្នុងផ្ទះហ្នឹងគឺមានអ្នកហឹលគឺអ្នកអត់ហឹលអញ្ចឹងណាបងយើងបុកវាមកតាមចំណង់ចំណូលចិត្តតែគិតថាមើលទៅអាចនឹងបានដួសដាក់ចានសិនបន្ទាប់មកខ្ញុំក៏ធ្វើការចាដាក់ឆាវាជាមួយនឹងសាច់ជ្រូកដែលខ្ញុំបានត្រាំមុនហ្នឹងណាហើយឆាវាឈ្ងុយហើយខ្ញុំទុកវាមួយឡែកដាក់ដាំទឹកឲ្យពុះខ្ញុំដាក់គ្រឿងកាត់ឆ្អាបដូចជាចាគល់ក្រែងដែកល្មៀតជាមួយនឹងរំដេងចាបន្ទាប់មកទុកវាឲ្យពុះសិនខ្ញុំដាក់ជាមួយនឹងត្រីទូកត្រីបងចូលចិត្តញ៉ាំត្រីអីអាចដាក់ត្រីនឹងបានណាខ្ញុំក៏ជ្រុំប្រហុកដាក់ចូលបន្ទាប់មកមានស្ករប៊ីចេងអំបិលតាមរសជាតិចំណង់ចំណូលចិត្តដែលចង់បានអញ្ចឹងណាចាហើយក៏មានជាមួយនឹងប្រភេទល្ពៅខ្ញុំដាក់ចូលទុកវាមួយស្ទុះខ្ញុំដាក់ជាមួយនឹងសាច់ជ្រូកដែលខ្ញុំបានឆានឹងចូលទៅណាកុំភ្លេចយកពពុះចេញផងបងបន្ទាប់មកខ្ញុំដាក់ជាមួយនឹងអានំចូលទៀតមួយស្ទុះមកក៏ខ្ញុំដាក់ជាមួយនឹងស្អំចាគ្រឿងរបស់ខ្ញុំហើយបន្ទាប់មកក៏មានជាមួយនឹងចាស្លឹកត្រួយល្ពៅជាមួយនឹងផ្ទីចូលបងហើយក៏ចុងក្រោយខ្ញុំថែមជាមួយនឹងស្លឹកបាសអញ្ចឹងមុខម្ហូបរបស់យើងរួចរាល់ហើយសម្រាប់រសជាតិវិញគឺឆ្ងាញ់តែម្ដងបងគ្នាអញ្ចឹងនៅផ្ទះជប់ជុំគ្រួសារកុំភ្លេចជាមួយនឹងមុខម្ហូបមួយនេះបានញ៉ាំជុំគ្នាគឺកាន់តែឆ្ងាញ់មិនភ្លៀងតិចទៀតណាកាន់តែមានជាតិហ្មង